Cha sụt đầy ngày ní nhưngខ្ញុំមានករណីអ្នកជំងឺម្នាក់ដែលខ្ញុំចង់យកមកចែករំលែកជាមួយបងប្អូនព្រោះវាគឺជាឧទាហរណ៍មួយយ៉ាងល្អដែលតាក់ទងជាមួយនឹងការគ្រប់គ្រងកត្តាដែលងាយឲ្យប្រឈមឲ្យកើតជំងឺសរសៃឈាមនិងបេះដូង cardiovascular risk factor ពួកការងារប្រចាំថ្ងៃរបស់ពួកយើងដែលព្យាបាលអ្នកដែលមានបញ្ហាបេះដូងនិងសរសៃឈាម heart disease ហ្នឹងគឺទាំងនាងខ្ញុំក៏ដោយទាំងសហភាពត្រាប់ផ្សេងទៀតដែលគាត់ធ្វើការក្នុងឯកទេសនឹងដូចគ្នាក៏ដោយគឺជាអត់ផុតទេពួកយើងតែងតែជួបហើយជារៀងរាល់ថ្ងៃគឺពួកយើងតែងតែបញ្យល់ណែនាំបងប្អូនទាំងអស់គ្នាថាត្រូវគ្រប់គ្រងសម្ពាធឈាមឲ្យនៅក្នុងកម្រិតធម្មតាត្រូវគ្រប់គ្រងខ្លាញ់ឲ្យនៅក្នុងកម្រិតដែលយើងចង់បានទៅតាមកត្តាសុខភាពបងប្អូនរៀងៗខ្លួនជាពិសេសផ្ដោតទៅលើ LDL cholesterol ករណីស្ករបើមានលើសស្ករឬក៏ទឹកនោមផ្អែមត្រូវធ្វើការព្យាបាលឲ្យបានត្រឹមត្រូវដើម្បីឲ្យ HbA1c របស់បងប្អូនស្ថិតក្នុងកម្រិតមួយដែលយើងចង់បានគ្រប់គ្រងទាំងអស់នេះគឺអាចជួយការពារកុំឲ្យកត្តាប្រឈមមុខជាផលវិបាកទៅលើសរសៃឈាមនិងបេះដូងនឹងកើនឡើងឧទាហរណ៍ដូចអ្នកជំងឺនាងខ្ញុំម្នាក់សូមបងប្អូនមេត្តាស្ដាប់រហូតដល់ចុងវីដេអូវាជាឧទាហរណ៍មួយយ៉ាងល្អបំផុតគាត់មានអាយុ69ឆ្នាំគាត់បានមកជួបនាងខ្ញុំម្ដងកាលពីខែ12ឆ្នាំ2024និងមកជួបម្ដងទៀតក្នុងកំឡុងខែ1ពេលដែលគាត់មកជួបហ្នឹងគឺគាត់មានបញ្ហា stroke អានេះថាស្ទះសរសៃឈាមខួរក្បាលហើយគាត់មានប្រវត្តិជំងឺទឹកនោមផ្អែមរយៈពេលជាង10ឆ្នាំមកហើយគាត់បានដឹងបានធ្វើការព្យាបាលនិងរយៈពេល7ឆ្នាំចុងក្រោយគឺគាត់មានបញ្ហាលើសសម្ពាធឈាមដែរតែការព្យាបាលរបស់គាត់គឺគាត់មិនសូវជាបានត្រឹមត្រូវប្រហែលទេគាត់យល់ថាថ្នាំណាដែលចាំបាច់គាត់ហូបថ្នាំណាផ្សេងទៀតគាត់មិនហូបទេក៏អត់ចង់ប្រើថ្នាំទេហើយរបបអាហាររបស់គាត់វិញក៏មិនបានជាល្អត្រឹមត្រូវដែរគាត់ជាអ្នកដែលចូលចិត្តអាហារជៀនបំពង fast food ច្រើនគាត់ជាជនជាតិហ្វីលីពីនចាគាត់មកធ្វើការស្រុកខ្មែរអញ្ចឹងអាហារភាគច្រើនគឺគាត់ជ្រើសរើសនៅអ្វីដែលងាយហើយអ្វីដែលគាត់ចូលចិត្តគាត់មិនសូវខ្វល់ខ្វាយប៉ុន្មានទេអញ្ចឹងហើយជាលទ្ធផលគឺសម្ពាធឈាមគាត់គ្រប់គ្រងក៏មិនបានល្អទឹកនោមផ្អែមរបស់គាត់ក៏គ្រប់គ្រងមិនបានល្អហើយគាត់មានផលវិបាកធ្វើឲ្យមានស្ទះសរសៃឈាមនៅខួរក្បាលការដែលស្ទះសរសៃឈាមខួរក្បាលគាត់កំឡុងពីខែ12ខែ1ហ្នឹងគឺមិនជាធ្ងន់ធ្ងរអីទេហើយក៏បានបញ្យល់ប្រាប់គាត់ដែរពីការព្យាបាលបានត្រឹមត្រូវគ្រប់គ្រងស្ករត្រូវគ្រប់គ្រងសម្ពាធឈាមត្រូវព្យាបាលផ្សេងទៀតទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវគាត់បាត់ទំនាក់ទំនងការតាមដានរយៈពេល6ខែគាត់ត្រឡប់មកជួបជាថ្មីឡើងវិញម្ដងទៀតគឺដោយសារតែមានហើមជើងហើយគាត់ធ្វើទុកហត់តាមរយៈការពិនិត្យយើងឃើញថាគាត់បន្ថែមពីលើជំងឺទឹកនោមផ្អែមលើសឈាមនិងខ្សោយតម្រងនោមខ្សោយកលៀនដែលបានដឹងកាលពីខែ1ហ្នឹងហើយនឹងស្ទះសរសៃឈាមខួរក្បាលដែលជាផលវិបាកហ្នឹងគឺគាត់ក្នុងកំឡុងពេល6ខែចុងក្រោយនេះគាត់បានមានបញ្ហាស្ទះសរសៃឈាមបេះដូងមួយទៀតដែលកើតឡើងដោយគាត់អត់ដឹងខ្លួនហើយស្ថានភាពបេះដូងគាត់នៅពេលនេះគឺកម្លាំងបេះដូងគាត់ចុះខ្សោយជាងធៀបកាលពីខែ12សាច់បេះដូងមួយចំណែកនោះគឺមានការកន្ត្រាក់អត់សូវបានល្អទេនេះវាជារឿងមួយដែលគួរឲ្យសោកស្ដាយដោយការដែលគាត់មិនព្យាយាមស្វែងយល់ពីកត្តាសុខភាពខ្លួនឯងគាត់មិនស្ដាប់តាមការណែនាំរបស់គ្រូពេទ្យធ្វើឲ្យជំងឺគាត់វិវត្តកាន់តែច្រើនមុខហើយកាន់តែធ្ងន់ធ្ងរទៅបច្ចុប្បន្ននេះគឺគាត់មានជំងឺបន្ថែមពីលើជំងឺដែលគាត់មានចាស់មកហើយនឹង2មុខទៀតសរុបរួមចុងក្រោយគាត់មានជំងឺទឹកនោមផ្អែមលើសឈាមដែលបង្កទៅជាផលវិបាកគឺមានខ្សោយទៅលើមុខងារតម្រងនោមស្ទះសរសៃឈាមខួរក្បាលស្ទះសរសៃឈាមបេះដូងវាជារឿងមួយដែលគួរឲ្យស្ដាយមែនទែន